បាទសូមធ្វើការអនុញ្ញាតគោរពនឹងជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនិងជាទីរាប់អានខ្ញុំបាទក៏សូមលើកយកនៅហោរាសាស្ត្រប្រចាំថ្ងៃសម្រាប់ថ្ងៃប្រហ័សទី27ខែសីហាឆ្នាំ2026ថាតើនៅក្នុងថ្ងៃថ្មីនេះដួងរាសីរបស់ពុកម៉ែបងប្អូនប្រែប្រួលទៅជាយ៉ាងដូចម្ដេចនោះកុំឲ្យខាត់ពេលខាត់វេលាយនោះសូមអញ្ជើញតាមដានសន្ដាប់ជាមួយនឹងខ្ញុំបាទដូចតទៅបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំជូតសូមខមមិនលេខ989រួចធ្វើការសេចេញជាប្រញាប់ហើយលេខដែលនាំលាភសំណាងគឺលេខ66និងលេខ88ហើយរាសីល្អជាមធ្យមការប្រកបការងាររកស៊ីនៅថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយលោកអ្នកតែងតែមានការប្រុងប្រយ័ត្នប្រយែងមិនត្រូវទុកចិត្តមនុស្សដោយជឿជាក់លើសម្ដីគេងាយៗនោះឡើយសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរជួញទីចិត្តទីឆ្ងាយនៅក្នុងថ្ងៃនេះមានភាពប្រទាំងប្រទើច្រើននិងជាពិសេសឲ្យប្រយ័ត្នប្រយែងការមានចំនួនវិវាទកើតឡើងការធ្វើដំណើរទីជិតទីឆ្ងាយតែងតែជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំកុំគប្បីយកភាពចង់ចាញ់ឈ្នះដាក់ក្នុងចិត្តច្រើនពេកនាំឲ្យមានការប្រតាយបន្ទាប់គ្នាជាជាមិនខានបាទសម្រាប់អង្គដែលកើតឆ្នាំឆ្លូវសូមខមមិនលេខ999ហើយធ្វើការសៀចេញជាប្រញាប់ហើយលេខដែលនាំលាភសំណាងគឺលេខ46និងលេខ69ហើយរាសីល្អជាមធ្យមនៅថ្ងៃនេះលោកអ្នកមិនគប្បីឆាប់ជឿក្រុមមនុស្សពេកនោះទេព្រោះងាយជួបគ្រោះថ្នាក់ចាញ់បោកគេណាស់ក្រៅពីនេះលោកអ្នកឲ្យប្រយ័ត្នប្រយែងក្រុមមនុស្សមាត់អុចអាលនាំឲ្យជួបផលលំបាកនៅថ្ងៃខាងមុខជាមិនខានលោកអ្នកតែងតែត្រូវចេះអត់ធ្មត់តស៊ូជាមួយនឹងកិច្ចការងារធំនិងត្រូវចេះពង្រឹងសមត្ថភាពបន្ថែមទៀតកាន់តែប្រសើរអ្នកប្រកបមុខរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះមានភាពលំនឹងល្អហើយទោះធ្វើទីចិត្តទីឆ្ងាយតែងតែរកផលកម្រៃហូរចូលក្រាន់បំពេញបំពងផងដែរហើយការធ្វើដំណើរកំសាន្តទីចិត្តទីឆ្ងាយទាំងពេលទៅនិងពេលត្រឡប់មកវិញគឺមានសុខសុវត្ថិភាពល្អណាស់សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីមានការប្រចែប្រច័ណ្ឌនិងយកកំហឹងទល់កំហល់ដាក់ខ្លួនពេកប្រយ័ត្នកើតរឿងចំនួនវិវាទកើតឡើងបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំខាលសូមខមមិនលេខ666ហើយសៀបួងសួងយកលេបហើយលេខដែលនាំលេបសំណាងគឺលេខ77និងលេខ89ហើយរាសីឡើងខ្ពស់ត្រដែតការរស់នៅរបស់អស់លោកអ្នកត្រូវយកចិត្តទុកដាក់ថែទាំផ្ទះសម្បែងកូនចៅឬសំបីតែសាច់ញាតិព្រោះនោះសុទ្ធសឹងតែនាំមកនៅសេចក្តីសុខចម្រុងចម្រើននិងសេចក្តីសុខរបស់អស់លោកអ្នកទាំងផ្លូវកាយនិងផ្លូវចិត្តនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់អស់លោកអ្នកក្នុងការចាត់ចែងកិច្ចការងារចាស់ៗឲ្យអស់ពីព្រោះថាផលជាផ្លែផ្កាតែងតែឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្ដៅអ្នកប្រកបមុខរបររកស៊ីជួញដូរលោកអ្នកឆ្លងកាត់ការផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញថ្មីចូលឃើញថាជាឱកាសល្អបំផុតសម្ព័ន្ធភាពស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំថោះសូមខមមិនលេខ288ហើយសៀបួងសួងយកលេបសម្រាប់លេខដែលនាំលេបសំណាងគឺលេខ26និងលេខ38ហើយរាសីល្អជាមធ្យមនៅក្នុងអំឡុងពេលនេះគឺផ្ដល់ផលល្អនិងផលមិនល្អលាយឡំជាមួយគ្នាក្នុងដំណើរជីវិតរបស់អស់លោកអ្នកដូចនេះទោះធ្វើអ្វីក៏ដោយតែងតែមានការប្រុងប្រយ័ត្នប្រយែងបន្តិចទៅប្រសើរហើយអាចជាផុតពីឧបទ្រពចង្រៃយាយីទៅរួចការប្រកបកិច្ចការងាររបស់អស់លោកអ្នកត្រូវចេះសម្រេចចិត្តលឿនឬធ្វើដោយមិនគិតមុខមិនគិតក្រោយពីព្រោះថាផលមិនល្អនោះ
ក៏មានច្រើនចំពោះមុខផងអ្នកប្រកបមុខរបររកស៊ីជួញដូរទីចិត្តទីឆ្ងាយចូលប្រយ័ត្នប្រយែងជួបគ្រោះថ្នាក់ចាញ់បោកគេដោយសារការជឿជាក់លើជនបោកប្រាស់ដោយមិនបានគិតគូរឲ្យវែងឆ្ងាយរីឯសម្ព័ន្ធស្នេហាប្តីប្រពន្ធគូស្នេហ៍ប្រុសស្រីមានការពាក់មុខយាដាក់គ្នាព្រោះតែការទាស់ទែងសម្ដីខ្លះៗបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំរោងសូមខមមិនលេខ168រួចសៀបួងសួងយកលេបសម្រាប់លេខដែលនាំលេបសំណាងគឺលេខ18និងលេខ29ហើយរាសីល្អជាមធ្យមនៅថ្ងៃនេះការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកចូលមានការប្រុងប្រយ័ត្នប្រយែងមានចំនួនវិវេទទាស់សម្ដីនិងប៉ះទង្គិចគ្នាបន្តិចបន្តួចដោយសារការមិនចុះសម្រុងគ្នាឬការប្រឆាំងគ្នាដោយប្រការណាមួយកើតឡើងជាមួយមនុស្សនៅក្បែរខ្លួនការប្រកបមុខរបររកស៊ីជួញដូរទោះបីលោកអ្នកធ្វើអ្វីក៏ដោយគឺជារឿយៗពុំសូវដំណើរការបានស្រួលប៉ុន្មាននោះទេព្រោះតែមានរឿងរ៉ាវមកយាយីអុកឡុកដូច្នោះតតែខិតខំប្រឹងខ្លាំងទៅទទួលបានជោគជ័យទៅរួចអ្នកធ្វើដំណើរកំសាន្តទីចិត្តទីឆ្ងាយគឺត្រូវតែមានការប្រុងប្រយ័ត្នប្រយែងបន្តិចទៅប្រសើរអ្នកប្រកបមុខរបររកស៊ីជួញដូរដូចមានការទិញលក់ចេញទិញចូលគ្រាន់កប់ប្រសើរហើយតតែខិតខំខ្លាំងទៅទទួលបានជោគជ័យទៅរួចរីឯសម្ព័ន្ធស្នេហាកំឡោះក្រមុំមានការប្រែប្រួលផ្លាស់ប្ដូរពីព្រោះជូនត្រូវរើគ្នាហើយជូនទាស់តែងសម្ដីគ្នាថែមទៀតបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំអាសាញ់សូមខមមិនលេខ822រួចសេបួងសួងយកលេបហើយលេខដែលនាំលេបសំណាងគឺលេខ56និងលេខ76ហើយរាសីថ្ងៃនេះស្រុតចុះក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះម្ល៉េះហើយនាំឲ្យទទួលរងការប៉ះទង្គិចបន្តិចបន្តួចនិងគប្បីសង្កត់ផ្លូវចិត្តឲ្យបានច្រើនបន្តិចទៅប្រសើរអ្នកប្រកបមុខរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះតួលោកអ្នកធ្វើអ្វីក៏ដោយត្រូវតែមានចិត្តត្រជាក់ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួននោះឡើយព្រោះមានតែផលអាក្រក់មិនសូវជាល្អប៉ុន្មាននោះទេសម្ព័ន្ធស្នេហាកំឡោះក្រមុំនៅក្នុងថ្ងៃនេះឃើញថាតែងតែមានចំនួនវិវេទកើតឡើងជាញឹកញាប់ហើយការធ្វើដំណើរទីចិត្តទីឆ្ងាយត្រូវមានការប្រុងប្រយ័ត្នប្រយែងបន្តិចទៅប្រសើរបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំមមីសូមខមមិនលេខ555រួចធ្វើការសៀបួងសួងយកលេបសម្រាប់លេខដែលនាំលេបសំណាងគឺលេខ34និងលេខ56ហើយរាសីឡើងខ្ពស់ត្រដែតតួស្ត្រីនិងបរិសុទ្ធនៅក្នុងពេលនេះស្ថានភាពលំបាកនៅតែមានប៉ុន្តែយ៉ាងណាក្តីឆ្លងដល់ថ្ងៃស្អែកជាថ្ងៃថ្មីនិងប្រសើរឡើងវិញជាមិនខានការប្រកបកិច្ចការងារនៅក្នុងថ្ងៃនេះវិញឃើញថារឿងរ៉ាវអាក្រក់តែងតែរត់ចេញហោះរំលងលោកអ្នកហើយទទួលបានតែផលល្អៗចូលមកជំនួសវិញចំពោះអ្នកប្រកបមុខរបររកស៊ីជួញដូរទូធ្វើទំនាក់ទំនងទីចិត្តទីឆ្ងាយតែងតែហុចផលជាផ្លាប់ការក្រាន់កប់ប្រសើរឡើងវិញប៉ុន្តែយ៉ាងណាចំណូលកុំរំពឹងខ្ពស់ពេកព្រោះនៅតែមានការចោទជាបញ្ហាដដែលអ្នកធ្វើដំណើរកំសាន្តទីចិត្តទីឆ្ងាយតែងតែជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសេចក្តីស្នេហាកំឡោះក្រមុំតែងតែមានភាពផ្អែមល្ហែមកំពុងរីកលូតលាស់ទៅមុខល្អប្រសើរបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំមមេសូមខមមិនលេខ333រួចធ្វើការសៀបួងសួងយកលេបសម្រាប់លេខដែលនាំលេបសំណាងគឺលេខ22និងលេខ69ហើយរាសីល្អជាមធ្យមការប្រកបកិច្ចការងារនៅថ្ងៃនេះពុំមានអ្វីប្រែប្រួលផ្លាស់ប្ដូរនោះទេគឺដូចសមមួយដងអ្នកប្រកបមុខរបររកស៊ីជួញដូរមានផលចំណូលមិនត្រូវឲ្យអតិថិជនជំពាក់ប្រាក់ច្រើននោះឡើយហើយប្រយ័ត្នប្រយែងជួបរឿងដោយពាក្យចាស់លោកពោលថាជំ
ពាក់ធូរដូចទឹកហូររីឯសងវិញគឺតឹងដូចខ្សែចាប៉ីហើយលោកអ្នកប្រកបទីចិត្តទីឆ្ងាយគួរតែមានការប្រយ័ត្នប្រយែងចាញ់បោកកែបន្តិចហើយការធ្វើដំណើរកំសាន្តទីចិត្តទីឆ្ងាយវិញគឺមិនសូវជាល្អប្រសើរប៉ុន្មាននោះទេសម្ព័ន្ធភាពគូស្នេហ៍កំឡោះក្រមុំមេម៉ាយពោះម៉ាយក្តីមានការផុយស្រួយចំនួនវិវាទឈានដល់ការបែកបាក់បាទសម្រាប់អង្គអ្នកដែលកើតឆ្នាំវកសូម comment លេខ998ហើយធ្វើការ share ចេញជាប្រញាប់ហើយរាសីថ្ងៃនេះគឺស្រត់ចុះហើយថ្ងៃនេះការប្រកបកិច្ចការងារអ្វីរបស់អស់លោកអ្នកក៏បីមានការប្រុងប្រយ័ត្នប្រយែងបន្តិចព្រោះមានក្រុមមនុស្សអាក្រក់តាមយាយីឈ្នានីសច្រើនអ្នកប្រកបមុខរបររកស៊ីជួញដូរទីចិត្តទីឆ្ងាយក្តីជួបផលលំបាកក្នុងការរកចំណូលបន្តិចហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងមានចំនួនវិវាទថែមទៀតហើយការធ្វើដំណើរកំសាន្តទីចិត្តទីឆ្ងាយមិនសូវជាមានសុខសុវត្ថិភាពប៉ុន្មាននោះឡើយហើយសម្ព័ន្ធស្នេហាកំឡោះក្រមុំកុំចង់សាកល្បងទុំមុនស្រកៀលប្រយ័ត្នត្រូវមកយំយ៉ែកនៅគ្រាខាងមុខបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំរកាសូម comment លេខ999រួចធ្វើការ share បួងសួងយកលេបលេខដែលនាំលេបសំណាងគឺលេខ12និងលេខ38ហើយរាសីថ្ងៃនេះល្អជាមធ្យមសម្រាប់អ្នកទាំងអស់គ្នានៅថ្ងៃថ្មីនេះការធ្វើដំណើរទីចិត្តទីឆ្ងាយឲ្យយកចិត្តទុកដាក់បញ្ហាចរចាពីព្រោះងាយកើតបញ្ហាយាយីដោយឡែកបញ្ហាកិច្ចការងារវិញនៅក្នុងថ្ងៃថ្មីនេះនឹងមានការផ្លាស់ប្ដូរល្អប្រសើរចំណែកបញ្ហាប្រកាសនិងរឿងរ៉ាវផ្ទាល់ខ្លួនក៏ល្អជាងថ្ងៃមុនដែរការប្រកបការងារនៅក្នុងថ្ងៃនេះវិញផ្ដល់ផលល្អនិងផលអាក្រក់លាយឡំគ្នាម្លោះហើយចូលមានការប្រុងប្រយ័ត្នប្រយែងបន្តិចទៅប្រសើរសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរមានបញ្ហាមិនល្អនិងផលប៉ះទង្គិចច្រើនយាយីដូចនេះតួធ្វើអ្វីតែងតែមានចិត្តអត់ធ្មត់ហើយធ្វើមិនដឹងមិនលឺគួរថ្លង់ខ្លះទៅប្រសើររីឯស្នេហាកំឡោះក្រមុំតែងតែមានសុភមង្គលនិងភាពផ្អែមល្ហែមចំពោះគ្នាប្រពៃបំផុតបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំចសូម comment លេខ168រួចសៀបួងសួងយកលេបលេខដែលនាំលេបសំណាងគឺលេខ77និងលេខ99ហើយរាសីឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះចំពោះអ្នកប្រកបកិច្ចការងារតូចធំគឺរាល់ការធ្វើអ្វីៗគឺងាយឆាប់ជាប់និងទទួលបានផលកប់ប្រសើរសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរចូលលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយដៃគូសហការឲ្យបានច្រើនព្រោះអាចទទួលបានផលប្រយោជន៍មកវិញយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយការធ្វើដំណើរកំសាន្តទីចិត្តទីឆ្ងាយគឺពុំមានអ្វីជាការរាំងស្ទះនោះឡើយគឺល្អប្រសើរបំផុតស្នេហាកំឡោះក្រមុំមេម៉ាយពោះម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែមទាំងមានចំណាប់អារម្មណ៍ហើយនឹងផ្ដល់ភាពផ្អែមល្ហែមល្អចំពោះគ្នាប្រពៃបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំកុរសូម comment លេខ555ហើយរាសីល្អជាមធ្យមការប្រកបកិច្ចការងារនៅក្នុងថ្ងៃនេះទោះបីលោកអ្នកធ្វើអ្វីក៏ដោយគឺតែងតែផ្ដល់ផលសម្រេចហើយនឹងទទួលបានផលល្អគួរជាទីពេញចិត្តអ្នកប្រកបកិច្ចការងាររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់នោះឡើយបើពុំនោះទេប្រយ័ត្នបានបាត់ដៃតទេត្រឡប់មកផ្ទះវិញការធ្វើដំណើរទីចិត្តទីឆ្ងាយចូលមានការប្រុងប្រយ័ត្នប្រយែងបន្តិចទៅប្រសើររីឯស្នេហាកំឡោះក្រមុំមានការលេចចេញនៅអ្នកទី3ចូលមានការប្រុងប្រយ័ត្នប្រយែងបន្តិចហើយតែងតែមានការចំនួនវិវាទដាក់គ្នាជាមិនខាន